ស្វាគមន៍សាជាថ្មីមកកាន់វីដេអូបន្ទាប់ដែលយើងនឹងជជែកអំពីការធ្វើនាមឲ្យទៅជាពហុវចនៈចំណុចទី4អញ្ចឹងនៅក្នុងចំណុចទី4នេះគឺគេនិយាយថា nouns ending in y preceded by a consonant form their plurals by changing y into I and add es អញ្ចឹងនៅក្នុងសេចក្តីណែនាំដែលគេដាក់នេះគឺយើងមានពាក្យ keyword គឺយើងមានពាក្យថា preceded ដែលយើងប្រែថានៅខាងមុខឬក៏ដឹកមុខដោយហើយមានពាក្យមួយទៀតគឺ consonant គឺមានន័យថាព្យញ្ជនៈដូច្នេះនៅក្នុងសេចក្តីនេះគឺគេបាននិយាយថានៅពេលដែលនាមទាំងឡាយណាដែលវាបញ្ចប់ទៅដោយអក្សរ y ប៉ុន្តែនៅពីមុខអក្សរ y ហ្នឹងគឺវាដឹកមុខដោយគេជាព្យញ្ជនៈអញ្ចឹងវេលាដែលយើងចង់ធ្វើវាឲ្យទៅជាពហុវចនៈគឺជាការងាយទេគ្រាន់តែលុបអក្សរ y នឹងមកហើយថែមទៅជា I ហើយបន្ទាប់មកបន្ថែម es ជាការស្រេចឬក៏យើងអាចនិយាយឲ្យខ្លីថាលុបអក្សរ y ហើយថែម ies តែម្ដងអញ្ចឹងយើងអាចក៏លេខមកមើលឧទាហរណ៍នៅខាងក្រោមនេះបានអញ្ចឹងនៅខាងក្រោមនេះខាងឆ្វេងដៃដែលយើងឃើញនេះគឺជាទម្រង់នៃនាមដែលជាឯកវចនៈហើយនៅខាងស្ដាំដៃគឺជាទម្រង់ដែលយើងបានផ្លាស់ប្ដូរវាទៅជាពហុវចនៈរួចទៅហើយអញ្ចឹងយើងមើលពាក្យទី1ដែលយើងមានគឺ a baby អញ្ចឹង a baby ជាឯកវចនៈមានន័យថាជា singular ប៉ុន្តែដល់ពេលទៅជាពហុវចនៈទៅជា two babies ឃើញទេបាត់អក្សរ y បាត់ហើយដោយសារតែ baby គឺបញ្ចប់ទៅដោយអក្សរ y ក៏ប៉ុន្តែនៅពីមុខអក្សរ y ជាអីគេជា consonant ឃើញទេជាព្យញ្ជនៈអញ្ចឹងជាការងាយទេមានន័យថាយើងគ្រាន់តែលុបអក្សរ y នេះមកហើយយើងនឹងបានលទ្ធផលចុងក្រោយសម្រាប់គឺ two babies មែនទេនេះ ies ចំណែកឯពាក្យបន្តទៀតគឺ a lady ពាក្យទី2 a lady ដល់ពេលទៅជាពហុវចនៈទៅជា two ladies ឬក៏ number 3 a city ទៅជា two cities ឬក៏ number 4 an army ទៅជា two armies ហើយ number 5 a story ទៅជា two stories ហើយចំណុចបន្ទាប់ទៀតគឺ number 6 a pony អញ្ចឹង pony មានន័យថាជាកូនសេះអញ្ចឹងកូនសេះមួយក្បាល a pony ហើយពាក្យថា pony នេះវាបញ្ចប់ទៅដោយអក្សរ y ហើយនៅពីមុខអក្សរ y ជាព្យញ្ជនៈគឺអក្សរ n អញ្ចឹងនៅពេលដែលយើងចង់ធ្វើវាទៅជាពហុវចនៈយើងលុប y មកទៅជា two ponies នេះដូចយើងឃើញនៅខាងស្ដាំដៃរបស់យើងនេះស្រាប់អញ្ចឹងយើងចូលមកដល់ចំណុចមួយទៀតដែលជាចំណុចទី5ហើយសម្រាប់ចំណុចទី5នេះគឺគេបានដាក់ថា noun that have a vowel before the y are made plural by simply add s at the end អញ្ចឹងសម្រាប់ចំណុចទី5នេះវានឹងផ្ទុយគ្នាទៅនឹងចំណុចទី4តែបន្តិចទេមានន័យថានាមដែលវាបញ្ចប់ទៅដោយអក្សរ y ក៏ប៉ុន្តែនៅពីមុខ y ហ្នឹងជាអីគេនេះជា vowel អញ្ចឹង vowel មានន័យថាត្រាក់អញ្ចឹងស្ដាក់នៅក្នុងភាសាអង់គ្លេសដូចយើងធ្លាប់បានដឹងបានស្គាល់រួចមកហើយគឺមានចំនួន5មាន a e i o ហើយនិង u អញ្ចឹងបើសិនជានាមទាំងឡាយណាដែលវាបញ្ចប់ទៅដោយអក្សរ y ហើយនៅពីមុខអក្សរ y នេះគឺជាស្រៈមាន a មាន e មាន i o ឬក៏ u មួយណាក៏បានដែរគឺយើងគ្រាន់តែថែមតែអក្សរ s តែប៉ុណ្ណោះយើងមិនអាចបន្ថែម ies បានទេអញ្ចឹងយើងអាចកលេចមកមើលខាងក្រោមនេះគឺជាទម្រង់ឯកវចនៈនៃនាមដែលបញ្ចប់ទៅដោយអក្សរ y ហើយនៅពីមុខវានឹងគឺសុទ្ធតែជាស្រៈទាំងអស់ដូចយើងមានឃើញជាអក្សរ e អក្សរ o អក្សរ e o e ហើយនិង a ជាដើមអូខេអញ្ចឹងយើងមើលមកពាក្យទី1គឺយើងមានពាក្យថា a key key នេះវាបញ្ចប់ទៅដោយអក្សរ y ហើយអ្វីដែលសំខាន់គឺនៅពីមុខ y ហ្នឹងគឺជាអក្សរ e ជាស្រៈមែនអត់អញ្ចឹងយើងមិនអាចchange y to ies បានទេប៉ុន្តែយើងគ្រាន់តែថែមតែអក្សរ s តែប៉ុណ្ណោះដោយនៅខាងស្ដាំដៃនេះដូចជាពាក្យថា two keys មែនអត់នេះយើងថែមតែអក្សរ s ទេចំណែកឯពាក្យទី2គឺ a toy ទៅជា two toys ឃើញអត់ហើយលេខ3គឺ a monkey អញ្ចឹងទៅជាពហុវចនៈគឺ two monkeys មែនទេថែមតែអក្សរ s តែប៉ុណ្ណោះហើយពាក្យទី4គឺ a boy អញ្ចឹងទៅជាពហុវចនៈទៅជា two boys អញ្ចឹងសម្រាប់ពាក្យទី5គឺ a donkey ទៅជា two donkeys ហើយចំណែកពាក្យទី6គឺ a day ទៅជា two days មែនទេអញ្ចឹងយើងថែមតែអក្សរ s ទេចំពោះនាមទាំងឡាយណាដែលវាបញ្ចប់ដោយអក្សរ y ក៏ប៉ុន្តែនៅពីអក្សរ y ហ្នឹងគឺជាត្រាក់អញ្ចឹង a e i o ឬក៏ u មួយណាក៏បានដែរឲ្យតែនៅពីមុខ y អញ្ចឹងនាមហ្នឹងគឺយើងថែមតែ s តែប៉ុណ្ណោះឧទាហរណ៍ដូចយើងបានឃើញស្រាប់នៅក្នុងទីនេះហើយអញ្ចឹងចូលមកដល់ចំណុចមួយទៀតដែលជាចំណុចទី6ហើយក៏ជាចំណុចដែលយើងគួរតែចាប់អារម្មណ៍ផងដែរអញ្ចឹងសម្រាប់ចំណុចទី6នេះគឺគេដាក់ថា the following nouns ending in f or fe form their plurals by changing f or fe into v and add
es មានន័យថានៅត្រង់ចំណុចទី6នេះបើសិនជានាមទាំងឡាយណាដែលវាបញ្ចប់ទៅដោយអក្សរ f វិញម្ដងឬក៏បញ្ចប់ទៅដោយអក្សរ fe អញ្ចឹងដើម្បីបំលែងនាមដែលបញ្ចប់ទៅដោយអក្សរទាំងឡាយហ្នឹងឲ្យទៅជាពហុវចនៈយើងត្រូវតែ change មានន័យថាយើងផ្លាស់ប្ដូរ f ឬក៏ fe ទៅជាអក្សរ v ហើយបន្ទាប់មកទៀតគឺយើងបន្ថែមទៅលើ es ឬក៏យើងអាចនិយាយឲ្យខ្លីថានៅពេលដែលនាមដែលវាបញ្ចប់ទៅដោយអក្សរ f fe គឺយើងគ្រាន់តែលុប f ឬក៏ fe ចេញហើយថែម ves អញ្ចឹងក៏បានដែរអញ្ចឹងយើងអាចក្រឡេកមកមើលឧទាហរណ៍ដែលមានស្រាប់នៅខាងក្រោមនេះបានហើយពាក្យទាំងអស់នោះគឺសុទ្ធតែជានាមហើយនាមទាំងអស់នោះក៏បញ្ចប់ទៅដោយអក្សរ f ពេលខ្លះក៏បញ្ចប់ទៅដោយអក្សរ fe ដូច្នេះនៅពេលដែលយើងចង់ធ្វើវាឲ្យទៅជាពហុវចនៈគឺយើងត្រូវដើរតាម rule ដែលបានកំណត់នៅខាងលើនេះអញ្ចឹងសម្រាប់ពាក្យទី1ដូចជាពាក្យថា a thief អញ្ចឹង thief គឺជាចោរមែនអត់ហើយចោរតែម្នាក់ទេដោយសារតែវាជាឯកវចនៈហើយពាក្យហ្នឹងគឺបញ្ចប់ទៅដោយអក្សរ f អញ្ចឹងនៅពេលណាដែលយើងចង់ធ្វើវាទៅជាពហុវចនៈយើងក៏លេចមកមើលខាងស្ដាំដៃយើងនេះមកទៅជា two thieves មែនអត់យើងបាត់អក្សរ f បាត់ហើយយើងនៅសល់តែ v e ហើយនឹង s អញ្ចឹងយើងលុបអក្សរ f នឹងចោលថែម v e s ជាការស្រេចចំណែកឯពាក្យទី2គឺ a wife ទៅជា two wives ហើយទី3គឺ a wolf ទៅជា two wolves ហើយលេខ4គឺ a life ទៅជា two lives ហើយលេខ5គឺ a leaf ទៅជា two leaves ហើយចំណែកឯពាក្យទី6គឺ a knife ទៅជា two knives ឃើញអត់អញ្ចឹង a knife យើងឃើញវាបញ្ចប់ទៅដោយអក្សរ fe អញ្ចឹងយើងលុប fe នឹងចោលមកយើងថែម ves ហើយពាក្យនឹងនឹងคล้ายទៅជាទម្រង់ពហុវចនៈចូលមកដល់ចំណុចទី7វិញម្ដងហើយចំណុចនេះក៏ជាចំណុចដែលសំខាន់ណាស់ដែរដោយសារតែវាមានមិនសូវជាច្រើនប្រហែលទេអញ្ចឹងសម្រាប់ចំណុចទី7នេះគេដាក់ថា the nouns dwarf hoof scarf and dwarf take either s ves in the plural អញ្ចឹងសម្រាប់noun ដែលស្ថិតនៅក្នុងលំដាប់ទី7នេះគឺមានដូចជាពាក្យថា dwarf hoof scarf ឬក៏ dwarf អញ្ចឹងពាក្យទាំងអស់ហ្នឹងនៅពេលដែលយើងចង់ធ្វើវាទៅជាពហុវចនៈវាអាចថែម s ក៏បានឬក៏ថែម ves ក៏បានអញ្ចឹងពាក្យហ្នឹងគឺលយជាងគេមានន័យថាបាន2 form តែម្នាក់ឯងអញ្ចឹងឧទាហរណ៍ដូចជាពាក្យថា a hoof ទីនៅទីនេះគឺយើងមានពាក្យថា a hoof ជាឯកវចនៈអញ្ចឹងសម្រាប់ទៅជាទម្រង់ពហុវចនៈយើងគ្រាន់តែថែមអក្សរ s ក៏បានឬក៏យើងលុប f នេះហើយថែម ves ក៏បានដែរសម្រាប់ឯពាក្យទី2ដូចជាពាក្យថា a scarf អញ្ចឹង scarf ជាទម្រង់ឯកវចនៈអញ្ចឹងយើងថែម s ក៏បានឬក៏យើងលុប f ហើយថែម ves ក៏បានហើយចំណែកឯពាក្យទី3ដូចជាពាក្យថា a wolf អញ្ចឹង wolf នេះប្រែថាកំពង់ផែអញ្ចឹងកំពង់ផែហ្នឹងជាឯកវចនៈដល់ពេលទៅជាពហុវចនៈយើងថែម s មកឬក៏យើងមិនចង់ថែម s យើងប្រើជាមួយនឹង ves នេះក៏ត្រឹមត្រូវដែរសម្រាប់ពាក្យទី4ដែលជាពាក្យចុងក្រោយគឺ a dwarf អញ្ចឹង dwarf នេះគឺមានន័យថាជាមនុស្សតូចមនុស្សតឿភាសានៅក្នុងរឿងតុក្កតាគឺយើងឡើងឃើញមនុស្សទូចតឿអញ្ចឹងគេហៅថា dwarf អញ្ចឹងសម្រាប់ជាទម្រង់ពហុវចនៈជាការងារទេដូចយើងឃើញខាងស្ដាំដៃនេះអញ្ចឹងវាលយត្រង់ថាយើងអាចប្រើបាន2ទម្រង់យើងថែម s ក៏បានឬក៏យើងថែម ves ក៏បានដែរអញ្ចឹងសម្រាប់នាមដែលស្ថិតនៅក្នុងចំណុចទី7នេះគឺវាមានលក្ខណៈពិសេសបន្តិចដែរហើយយើងក៏អាចស្វែងរកបានផងដែរនៅក្នុង High School English Grammar and Composition ដែលនិពន្ធទៅដោយ Renz and Martin នៅក្នុងទំព័រ11អញ្ចឹងពេលយើងបើកទៅគឺយើងនឹងឃើញទាក់ទិនទៅនឹងចំណុចមួយនេះហើយសម្រាប់ចំណុចទី8នេះក៏cool ដែរមានន័យថាទោះបីជាពាក្យហ្នឹងវាបញ្ចប់ទៅដោយ f ឬក៏ fe ក៏ដោយគឺយើងត្រូវតែថែម s មានន័យថាយើងមិនអាចប្រើវាជាមួយនឹង ves បានទេបានតែមួយទម្រង់នឹងទេគឺថែម s តែម្ដងចឹងពាក្យទាំងហ្នឹងក៏វាមិនសូវជាមានច្រើនប្រមាណដែរយើងអាចក្រឡេកមើលមកខាងក្រោមនេះគឺយើងមានចំនួន6ពាក្យដែលពាក្យទី1គឺ a chief អញ្ចឹង chief ទៅជាពហុវចនៈទៅជា two chiefs មានទេយើងថែមតែអក្សរ s តែប៉ុណ្ណោះយើងមិនអាចលេងបាន2 style ដោយនៅក្នុងពាក្យដែលស្ថិតនៅក្នុងលំដាប់ទី7បានទេចំណែកឯពាក្យទី2ដូចជាពាក្យថា safe ទៅជា two safes ហើយទី3 approve ទៅជា two proofs ហើយទី4 a gulf ទៅជា two gulfs មែនទេយើងថែមតែអក្សរ s តែប៉ុណ្ណោះហើយចំណែកឯ number 5គឺ a cliff ទៅជា
two cliffs number 6 ដែលជាពាក្យចុងក្រោយគឺ a handkerchief ចឹង handkerchief ទៅជាពហុវចនៈគឺយើងថែមតែ s ទេទៅជា two handkerchiefs ដូច្នេះយើងអាចកំណត់មុខសញ្ញាពាក្យទាំងអស់នេះទុកទៅដូចជាពាក្យថា chief safe roof gulf cliff ឬក៏ handkerchief ទាំងអស់ហ្នឹងគឺយើងគ្រាន់តែថែមអក្សរ s តែប៉ុណ្ណោះសម្រាប់ទម្រង់ដែលជាពហុវចនៈដូច្នេះមេរៀនដែលទាក់ទងទៅនឹងការបំលែងនាមឲ្យទៅជាពហុវចនៈទម្រង់ regular គឺត្រូវបានបញ្ចប់តែប៉ុណ្ណេះហើយយើងមានចំនួន8ចំណុចប៉ុន្តែយើងនឹងនៅមានចំណុចមួយទៀតដែលយើងនឹងសិក្សាអំពីការបំលែងនាមឲ្យទៅជាពហុវចនៈតាមរយៈ irregular noun ចឹង noun យើងមាន2យើងនឹងឲ្យមាន irregular ហើយនឹងមាន regular ហើយ regular គឺយើងបានបញ្ចប់ទៅត្រឹមនេះមានចំនួន8ចំណុចហើយចំណុចបន្ទាប់ឬក៏វីដេអូបន្ទាប់យើងនឹងសិក្សាអំពី irregular វិញម្ដងថាតើវាមានការប្រើប្រាស់បែបណាអញ្ចឹងចាំយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់បាយបាយ